สูปีปะอังเมียนปะออกกาธาปะอังนั้นคือเปรี้ยเอามนุษย์กรุบอัตมาแต่ปุบนึงบันทึกไปฟังหนึ่งเศร้ามองมาปะอังคือเพี้ยแต่ปุ๊ดนะปู่ปุ๊ดเลยบาดใบจังสมสู้ปูนเต็กเอาบุญปิงไก่ปรับขยมพองประปุดในบ้านสำได้พองแต่เอาบองฟอนตั้งออกขึ้นนี้มนุษย์มันเนี่ยตั้งออกแซ่แต่บันเด็ดแน่จ้ะទីនេះខ្ញុំអាងលើគម្ពីរមង្គលសូត្រត្រង់វគ្គដំបូងថាអាសេវនាចពាលានាងបណ្ឌិតានាញចសេវនានេះជាពាក្យអង្កេតថាខ្ញុំឯនេះបានយល់យោងយកមករៀបរាប់ឲ្យពាក្យសម្ដីប្រជិនស្រីមិនឲ្យខូចខងជាមង្គលលើកដំបូងថាឲ្យខ្សែគប់រអ្នកចេះដឹងមានបញ្ញាពិតហើយជាងហើយព្រះមិនមែនស្អប់អ្នកពីលអ្នកណាចាក់ដោតរុលរៀលក៏ព្រះស្រឡាញ់ព្រះមិនស្អប់បានសេចក្តីថាលោកស្មើមកចប់បរិបូរដោយធម៌អបមញ្ញាអបមញ្ញាធម៌បើនិយាយសនុកស្ដាប់ថាមេត្តាមិនទៅរើសមុខឯណាអ្នកមុខអ្នកការនៅខូចអ្នកជាព្រះលោកចង់ឲ្យពីលក៏បានសុខបណ្ឌិតក៏បានសុខជៀសពីលងទុករៀងខ្លួនតែលោកពោលអញ្ចឹងនេះទួននេះខ្ញុំសំអាងភាសាបាលីបណ្ឌិតគេអ្នកចេះអ្នកដឹងអ្នកប្រាជ្ញនៅក្នុងពិភពលោកីដឹងខុសដឹងត្រូវដឹងអ្វីបណ្ឌិតមួយម៉ាត់នឹងនិទានស្ដីប្រែថាជនដែលញ៉ាំងជនទាំងឡាយឲ្យចេះឲ្យដឹងឲ្យបរិបូរឲ្យមានគុណធម៌ឲ្យមានសម្បត្តិល្អជាអ្នកទីដឹងខុសដឹងត្រូវដឹងខ្មៅដឹងសហ្នឹងហើយគេហៅថាបណ្ឌិតឯអ្នកចេះអ្វីបានសេចក្តីសិទ្ធិគេអ្នកដឹងអ្នកស្រាវជ្រាវណែតែនឹងឯតើឲ្យព្រះលោកឲ្យខ្សែគប់ហ្នឹងតើបានអ្វីបានប្រយោជន៍យើងលែងល្ងឹតតើឲ្យលែងរាវយើងមានពលឺគ្រប់គ្នាទាំងប្រុសស្រីឧបមាថាអ្នកពីលក៏អញ្ចឹងដែរបើចេះខ្សែគប់បណ្ឌិតក្នុងលោកីហើយដឹងកំហុសខ្លួនថាពីលពុំគប្បីអ្នកប្រាជ្ញលោកស្ដីថាទៅជាបណ្ឌិតហើយយកបព្រះលោកបខំឲ្យខ្សែគប់ទៅនឹងមនុស្សពីលតើយើងបានអីនឹងរកផ្លូវត្រូវបានព្រោះបណ្ឌិតនឹងគេចេះព្រានបដៅគេចេះមានពាក្យទន់ផ្អែមមិនមែនសាមានឲ្យមនុស្សស្ដាប់បាននាលោកីដូច្នេះពីលក៏រួចខ្លួនបណ្ឌិតក៏រួចខ្លួនឲ្យតែមនុស្សម្នាទាំងឡាយដឹងសម្ដីនាំគ្នាខ្សែគប់បណ្ឌិតក៏វៃវាចាស់ចំហាយជារិទ្ធជារាសីរឿងអីជន់ពីលមិនមែនធ្វើពីលបានព្រោះជននោះគេស្ដាប់បណ្ឌិតចាក់គេភ្ញាក់ខ្លួនគេលែងប្រព្រឹត្តអកុសលនៅទៅចេះទៅវិញរឿងហ្នឹងហើយដូច្នេះព្រះលោកដឹងលោកយល់ជាងយើងខ្លាំងណាស់ញាតិសន្តាន
ថាបើសិនណាជាផ្ដាំឲ្យខ្សែគុកបណ្ឌិតគ្រប់គ្នាទៅមុខជាពេលនឹងធ្វើពីលមិនបានគ្នាទៅជាល្អវិញមិនខានអញ្ចឹងហើយបានជាអង្គប្រជាស្រីលោកផ្ដែលោកផ្ដាំចំណាំគេអ្នកចេះដឹងយ៉ែគុកប្រាជ្ញឲ្យខំប្រឹងពេលប្រឹងនឹងគឺប្រឹងអីបណ្ឌិតគេអប់រំគេទូនមានព្រានបដៅអ្នកពីលក្រៅក៏ចេះស្ដាប់សម្ដីគេមានគុណធម៌ដល់ប្រពៃនៅក្នុងនេះលោកីយូរទៅអស់មនុស្សពីលលើភពផែនដីទៅជាសុខសួស្ដីសន្តិភាពស្ងប់មិនខានណាតែនឹងហើយខ្ញុំនិយាយព្រៀងប្រាប់ស្ងៀមឈាមដោយសមគួរតែពាក្យកាយអ្នកសួរឲ្យខ្ញុំរៀបរាប់សន្និដ្ឋានរឿងនឹងព្រះមិនស្អប់មិនខ្នាញ់ស្រឡាញ់មិនរើមុខទេចង់ឲ្យសពសត្វលោកទាំងប្រមាណមនុស្សទេវតាមាព្រំយំយៈខ្លាំងក្លាហានព្រះលោកបានប្រមើលមើលនិស័យលោកប្រុសអើទាំងអស់ប្រុសឲ្យគេជន់ខ្ពស់ឲ្យពេលនឹងឡើងជាកត្តយុគេឈ្មោះលបាញ់លបីដូច្នេះព្រះលោកប្រើវិចារណញ្ញាណពិតស្រឡាញ់បណ្ឌិតស្រឡាញ់ឲ្យពេលអត់មានន័យស្អប់ណាមួយអីចង់ឲ្យគេចេះដឹងក្នុងលោកីបានជាចិនស្រីផ្ដាំឲ្យខ្សែគុកណាមានបញ្ញាអីអើយើងរួចខ្លួនទាំងអស់គ្នាបើសិនជាដើរតាមអង្គប្រសាមហើយ